ត្រូវទៅតើវត្តភ្នំត្រូវបានកសាងឡើងក្នុងឆ្នាំណាទី1ឆ្នាំ1372ទី2ឆ្នាំ1472ទី3ឆ្នាំ1572ទី4គ្មានចម្លើយត្រឹមត្រូវនេះឡាសុំឆ្លើយទី1ត្រឹមត្រូវអូយប្រកាសវាកាត់តន់ទេអានេះเขาតាមត្រូវរៀបឆ្លាតហ្មងតោះព្រាមចាច់បន្តទៀតតោះ1 2 3បងសរសេរត្រៀមសូមឲ្យសំណួរតើពាក្យក្នុងឃ្លាខាងក្រោមនេះមួយណាជាពាក្យត្រឹមត្រូវទី1តោះទៅផ្សារទី2តោះទៅផ្សារទី3តោះទៅផ្សារទី4តោះទៅផ្សារខុសអក្សរវិរុទ្ធគ្នាណាបងសរសេរសុំឆ្លើយសុំទីខ្ញុំពីណៃក្រុមបតក្រូចពីណៃបងសម្បត្តិតាមតំហងបងសម្បត្តិហាមលើកជើងមកណាលើកជើងទៅកាមេរ៉ាអញញឹមតិចបានទេអូខេតោះព្រាមចាច់នេះឡាឲ្យនៅទៅនេះឡាទៅព្រាមចាច់នេះឡាដើម្បីយកទៅឆ្លើយមក1 2 3បងស្រីសុំឆ្លើយទី3តែគួរបែបស្បែកចាច់1 2 3នេះឡាត្រៀមឲ្យតែក្រុមគាត់ទៅបានអត់អីសូមឲ្យសំណួរតើផ្លែឈើអ្វីដែលជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាទី1ផ្លែខ្នុរទី2ផ្លែដូងទី3ផ្លែចេកទី4ផ្លែត្នោតគួយចូលមើលទី4អូណាស់ទៅណៃក្រុមបលឿពីណៃក្រុមបលឿ1 2 3ស្បៃបងស្បៃសុំឆ្លើយមកមើលបាយចេកអានេះវាឆ្លាតវាឆ្លាតមួយវាចេកណាស់ហើយឡាអូខ្មែរយើងគេឲ្យតម្លៃលើចេកណាទៅមួយទៅទៀតឆ្លាតព្រាវនេះអូខេតោះដើមអត់មានអារម្មណ៍ទៀតតោះមានអារម្មណ៍ថាតែខ្ញុំភ្លើភ្លើអីខ្ញុំចាក់ទៀតចាក់ទៀតទៀតណា1 2 3ស៊ីបីអត់ឯងខ្ពស់បែសូមឲ្យសំណួរតើពាក្យដែលជារុក្ខជាតិមានផ្លែខាងក្រៅមួយណាជាពាក្យត្រឹមត្រូវទី1ដង្កៀបក្តាមទី2តង់គៀបក្តាមទី3ដង់គៀបក្តាមទី4ដង់គៀបក្តាមបងស៊ីសុំឆ្លើយពីណៃក្រុមបតក្រូចពីណៃបងបាទកុំបាយមកកុំអែមបីនេះឡាត្រៀមអេគួរលឿនអត់អីទេព្រោះអែមអែមលឿនអីដល់ហេមានដល់ណា1 2 3នេះឡាឆ្លើយស្បីអើយលឿនលឿនលឿនយ៉ាអស់យ៉ាគួនអស់គុំដែរតោះសមាជិកណៃក្រុមបលឿទី4នៃតាមបញ្ញាកំកិតពាក់ហងបោកណាមានបណ្ណាវិញអាហ្នឹងលឿនឆ្លើយពួយមកគ្រាប់លេខ2ស្លាប់ចង់និយាយចឹងវាតាមដងគៀបក្តាមនឹងភាសាគ្រីស្ទតែអូខេទៅបានតាធៀមចែកទាំងអស់គ្នាទាំង3នាក់សុស៊ីបើសិនជាមើលអត់ឃើញចាំស្ដាប់ណាស្ដាប់ឲ្យបានច្បាស់បាទចឹងធៀមស្ដាប់តោះ1 2 3សុស៊ីត្រៀមសូមឲ្យសំណួរតើទង់ព្រះពុទ្ធសាសនាមានប្រមាណពណ៌ទី1មាន4ពណ៌ទី2មាន5ពណ៌ទី3មាន6ពណ៌ទី4មាន7ពណ៌បងសុស៊ីសុំឆ្លើយទីពីណៃបងបនដាក់មកតំហងទៅអូយបងមន់អូតោះកីឡាឲ្យនៅស្បៃវាចុចតានេះណា1 2 3កីឡាឆ្លើយព្រាវហើយពីណៃក្រុមបលលឿបាយសុបួបងកុំសុំដាក់ទេអត់ទៅពេត្រូចាអូតោះស្បៃត្រៀមឆ្លើយសុំឆ្លើយលេខ3តោះទៀតឡា1 2